បាទបងប្អូននេះជាការប្រើប្រាស់ប៉ាក់ក្លប៊ីតាហ្សូលបាទ TBZ ប៉ុន្តែយើងបាញ់តែពោះមេឃទេនៅចង្ការពន្លឿនរដូវរបស់យើងនៅខាងសំឡូតចាស់បាទហើយនេះគឺជាហើយពន្លឿនរដូវលើកទី2ហើយសម្រាប់ជាការបងគឺយើងបាញ់សម្ដៅពោះមេឃបាញ់សម្ដៅក្តៀងបាទដែលក្តៀងនេះគឺជាស្ពានក្នុងការចម្លងប៉ាក់ក្លនោះឬក៏ PBZ ទៅពោះមេឃបាទយើងមើលហើយបងគាត់បានតំបាញ់ហើយបាទចឹងការប្រើប្រាស់ PBZ សម្រាប់ក្រុមហ៊ុនខ្សែប្រកាំងគឺណែនាំបាញ់ទៅលើពោះមេឃបាទហើយខាងក្រោមគឺយើងក្រាលកស៊ូអញ្ចឹងសុវត្ថិភាពទាំងនៅរឹសទៀតហើយយើងមើលគេមិនអោយហៅទឹកប៉ាក់ក្លប៊ីតាហ្សូឬក៏អកម៉ូនបិទការលូតលាស់នេះទៅប្លុកប្រព័ន្ធរឹសទេបាទគឺតែបិទការលូតលាស់ប្រព័ន្ធរឹសទេបាទទេបាទនេះជាលទ្ធផលទៅបាញ់ហើយបាទ